ប្រសិនបើលោកអ្នកកំពុងស្វែងរកគោលដៅទេសចរណ៍ធម្មជាតិមួយដែលមានទឹកធ្លាក់ត្រជាក់ថ្លាខ្យល់អាកាសបរិសុទ្ធនិងទេសភាពព្រៃភ្នំដ៏ស្រស់បំព្រងរមណីយដ្ឋានទឹកធ្លាក់ច្រកអៀងគឺជាទីកន្លែងមួយដែលអ្នកគួរពិចារណារមណីយដ្ឋាននេះស្ថិតនៅភូមិបំណត់ឃុំឈើតុំស្រុកក្រគរខេត្តពោធិ៍សាត់មានចម្ងាយប្រមាណ73គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់និងប្រមាណជា195គីឡូម៉ែត្រពីរាជធានីភ្នំពេញការធ្វើដំណើរអាចប្រើប្រាស់រថយន្តនិងម៉ូតូបានយ៉ាងងាយស្រួលដោយភាគច្រើនជាផ្លូវក្រាលកៅស៊ូហើយផ្នែកចុងក្រោយជាផ្លូវចូលតំបន់ភ្នំដែលត្រូវបើកបរដោយប្រុងប្រយ័ត្ននិងពិសេសនៅរដូវវស្សាអ្វីដែលធ្វើឲ្យដំណើរទៅកាន់ច្រកល្អៀងកាន់តែរីករាយគឺទេសភាពតាមដងផ្លូវលោកអ្នកនឹងបានឆ្លងកាត់វាលស្រែបៃតងចំការដំណាំភូមិអ្នកស្រុកដ៏ស្ងប់ស្ងាត់និងជួរភ្នំដែលលិចត្រដែតនៅឆ្ងាយនៅពេលចូលដល់តំបន់ព្រៃភ្នំខ្យល់អាកាសកាន់តែត្រជាក់និងស្រស់ស្រាយព្រមទាំងអាចឮសំឡេងទឹកហូរនិងសំឡេងសត្វបក្សីដែលផ្ដល់អារម្មណ៍ជិតស្និទ្ធនឹងធម្មជាតិចំណុចទាក់ទាញសំខាន់បំផុតគឺល្បាក់ទឹកធ្លាក់ធម្មជាតិដែលហូរឆ្លងកាត់ផ្ទាំងថ្មធំៗជាច្រើនដំណាក់ទឹកមានភាពថ្លានិងត្រជាក់អាចងូតលេងសម្រាកលំហែកាយនិងថតរូបបានយ៉ាងស្រស់ស្អាតជុំវិញទឹកធ្លាក់មានដើមឈើធំដល់ម្លប់ត្រជាក់និងបរិយាកាសស្ងប់ស្ងាត់ដែលស័ក្តិសមសម្រាប់ការលំហែជាមួយក្រុមគ្រួសារនិងមិត្តភ័ក្តិនៅក្នុងបរិវេណរមណីយដ្ឋានមានអាជីវករលក់ម្ហូបអាហារភេសជ្ជៈផ្លែឈើនិងអាហារសម្រន់ជាច្រើនដែលបម្រើតម្រូវការភ្ញៀវទេសចរភ្ញៀវក៏អាចជួលកន្លែងអង្គុយឬសម្រាកក្បែរមាត់ទឹកដើម្បីរីករាយជាមួយទេសភាពនិងបរិយាកាសធម្មជាតិផងដែររដូវដែលស្អាតបំផុតសម្រាប់ទស្សនាច្រកល្អៀងគឺចាប់ពីខែកក្កដាដល់ខែវិច្ឆិកាដែលជារដូវវស្សានៅពេលនោះទឹកធ្លាក់មានបរិមាណច្រើនហូរខ្លាំងនិងបង្កើតទេសភាពដ៏អស្ចារ្យចំណែករដូវប្រាំងទឹកនៅតែមានប៉ុន្តែបរិមាណទឹកតិចនិងស័ក្តិសមសម្រាប់អ្នកដែលចូលចិត្តបរិយាកាសស្ងប់ស្ងាត់ជារៀងរាល់ថ្ងៃសៅរ៍អាទិត្យនិងថ្ងៃឈប់សម្រាកបុណ្យជាតិរមណីយដ្ឋាននេះទទួលស្វាគមន៍ភ្ញៀវទេសចរជាច្រើនមកពីខេត្តពោធិ៍សាត់ខេត្តជិតខាងនិងរាជធានីភ្នំពេញក្រុមគ្រួសារយុវជននិងអ្នកស្រឡាញ់ធម្មជាតិតែងនាំគ្នាមកងូតទឹកពិសារអាហារថតរូបនិងសម្រាកលំហែកាយក្នុងបរិយាកាសដ៏ស្រស់ស្រាយក្រៅពីងូតទឹកនិងលំហែកាយច្រកល្អៀងក៏ជាទីតាំងដ៏ល្អសម្រាប់អ្នកចូលចិត្តថតរូបធម្មជាតិសិក្សាពីជីវៈចម្រុះនិងស្រូបយកខ្យល់អាកាសបរិសុទ្ធពីព្រៃភ្នំសំឡេងទឹកហូរសំឡេងសត្វបក្សីនិងទេសភាពបៃតងជុំវិញធ្វើឲ្យអ្នកទេសចរមានអារម្មណ៍ធូរស្រាលនិងភ្លេចអស់នូវការនឿយហត់ពីការងារសូមអញ្ជើញមកទស្សនារមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងដើម្បីស្វែងយល់ពីសម្រស់ធម្មជាតិដ៏អស្ចារ្យនៃខេត្តពោធិ៍សាត់និងរួមចំណែកថែរក្សាបរិស្ថានដោយមិនបោះចោលសំរាមនិងគោរពធម្មជាតិដើម្បីឲ្យរមណីយដ្ឋានដ៏ស្រស់ស្អាតមួយនេះឋិតថេរជាបេតិកភណ្ឌធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ។